បាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានការចែកម្លែកមួយនិយាយអំពីរបៀបយកវីដេអូពី YouTube ដាក់post ចូលក្នុង Facebook page ដែលមានទំហំបែបធំដូចយើង post វីដេអូនៅក្នុង Facebook ធម្មតាជាទូទៅនៅពេលឥឡូវខ្ញុំឧទាហរណ៍ឲ្យមួយឧទាហរណ៍ខ្ញុំយកវីដេអូនេះមួយចុះហើយទៅពេលយើងយកវា copy link យកទៅ post នៅក្នុង Facebook page របស់យើងឬក៏ Facebook account របស់យើងណាវានឹងចេញទំហំមួយគឺហៅថាទំហំទូចនេះបែបឃើញរូបមនុស្សដែលនៅក្នុងជាគម្របនៃវីដេអូហ្នឹងគឺមានគម្របមានភាពទូចអញ្ចឹងខ្ញុំចង់ចែកម្លែកខ្លះពីរបៀបដែលធ្វើវាបងប្អូនខ្លះក៏ដឹងបងប្អូនខ្លះក៏មិនដឹងអញ្ចឹងជាដំបូងយើងចូលទៅកាន់ YouTube ដដែលយើង copy link ដដែលហើយយើងចូលទៅកាន់ website មួយដែលមានឈ្មោះថា yt2sb.com yt2sb.com ហើយពេលដែលយើងចូលមកដល់កន្លែងនេះយើងគឺមានកន្លែងដាក់ pass your YouTube link អញ្ចឹងយើង pass យក YouTube link មកហើយយើង enter មួយនៅពេលដែលយើងចុច enter វាធ្វើដំណើរនេះវាបំលែងគម្របYouTube របស់យើងពីទូចទៅធំបែបនេះនៅពេលដែលយើង post ចូលទៅក្នុង Facebook page អញ្ចឹងដើម្បីបាន link ដល់ Facebook នេះយកទៅ post នៅក្នុង YouTube យើងចុច Pro Toolbox អញ្ចឹងវាមាន Facebook និង YouTube អញ្ចឹងយើងចូល Facebook ហើយយើងយកពាក្យថា create link នៅពេលដែលចឹងហើយយើងយកពាក្យថា copy ហើយយើង post ចូលក្នុង Facebook យក paste នៅក្នុង Facebook page របស់យើងណែនេះហើយគឺជាលទ្ធផលវាចេញបានធំចឹងហើយយើងអាចសរសេរចំណងជើងអ្វីផ្សេងចឹងយើង publish អូខេនេះនៅពេលដែលយើងចុចទៅវានៅក្នុងកម្រិតធំចឹងឯងហើយវាជាវីដេអូនៅក្នុង YouTube របស់យើងទេបាទអរគុណសម្រាប់ការមើលហើយនៃការចែកម្លែកមួយនេះសូមជួយ like Facebook page របស់ខ្ញុំមួយទៅហើយនឹងជួយ subscribe YouTube channel របស់ខ្ញុំមួយដែរដើម្បីឲ្យទទួលបានអ្វីដែលថ្មីថែមទៀតបាទអរគុណប៉ុណ្ណឹង